ចាប់ផ្ដើមដំបូងនៃការចូលសិល្បៈហ្នឹងគឺ2006ហ្នឹងយើងចាប់ផ្ដើមដើរតេស្តគេហៅថាដើរតេស្តសមត្ថភាពរបស់ខ្លួនឯងទៅបដកម្មនេះបដកម្មនោះដើម្បីឲ្យគេយកយើងថតជាតួហើយជំនាន់ហ្នឹងគឺអត់ទាន់បានតួឯកអីទេគឺយើងក៏មិនបានតួឯកក៏មិនបានតួរងតួអីដែរគឺគ្រាន់តែគេយកទៅរំរបៀបសូចូលឆ្នាំអញ្ចឹងចាទៅដល់ពេលដែលយើងសូចូលឆ្នាំអញ្ចឹងទៅផលិតករឬក៏ម្ចាស់ផលិតកម្មគាត់ឃើញហើយពេលហ្នឹងម៉ាក់ដើរជាមួយដល់ពេលអញ្ចឹងគាត់យករូបថតរបស់ខ្ញុំទាំងប្រហែលមក4-5 ស្លឹកហ្នឹងទៅសេឈ្មោះទៅសេលេខទូរស័ព្ទផ្ញើទៅខាងនេះមួយផ្ញើទៅខាងនោះហើយពេលដែលម្ចាស់ផលិតកម្មគាត់ឃើញយើងរៀងមុខត្រេមុខខ្មែរអីអញ្ចឹងទៅក៏គេទេហៅទៅគឺចាប់ផ្ដើមលេងរឿងកប៉ាន់សៀមរាបដែលចាក់នៅលើសានីទូទូ CTN ចាពេលហ្នឹងគឺមានការគ្រប់គ្រងគេស្គាល់ច្រើនមែនតើដែលយកប្តីចាស់ហ៎ចាបន្ទាប់មកបានចេញបទចម្រៀងបងខុសហើយនឹងចង់មកកូនខ្មែរហើយនឹងទៅយកប្តីប្រាំខ្ញុំចង់ងាកមកលើការងារសង្គមរបស់បងបន្តិចខ្ញុំឃើញការងារសង្គមរបស់បងមួយរយៈនេះគឺបងធ្វើច្រើនមែនទែនជាពិសេសទៅលើជនភៀសសាស្ត្រក៏ដូចជាការឈាមការជួយទៅលើឈាមសកម្មភាពនោះនៅតែបន្តទេបងហ្នឹងនៅតែបន្តនេះពីព្រោះមួយឆ្នាំយើងធ្វើ MOU ជាមួយនឹងឆ្នាំដងជាតិម្ដងតែធ្វើថ្ងៃមុនយើងចាប់ផ្ដើមមើលកប្លោកជាអញ្ចឹងការបរិច្ចាគជួនកាលមួយថ្ងៃបានដល់1000ហ្នឹងចាអញ្ចឹងប្រជាពលរដ្ឋរបស់យើងគាត់អត់ទាន់យល់ដឹងច្រើនតែគាត់ទៅនឹងការបរិច្ចាគឈាមទេអ្នកដែលត្រូវការគឺច្រើននៅតែច្រើនអញ្ចឹងដោយសារតែដូចខ្ញុំនិយាយអញ្ចឹងទី1ចំណីអាហារទី2របស់ប្រើប្រាស់ជាប្រចាំថ្ងៃបើមិនយើងអត់ប្រយ័ត្នទេអត្រានៃការកើតជំងឺគឺមានច្រើនមែនតើមកយើងទៅពេទ្យវិញណាឃើញអ្នកលាងឈាមច្រើនមែនតើថ្ងៃមុនខ្ញុំយកកូនទៅកម្មាជាតិណាអត់មានខែគេងទេនៅខាងក្រៅអាហ្នឹងជាបញ្ហាមែនតើដែលចង់ឲ្យប្រជាពលរដ្ឋយើងយល់ដឹងពីរបៀបនៃការហូបចុកហើយនឹងការប្រើប្រាស់ផលិតផលមួយកំចាំងស្គមផឹកថ្នាំសម្រត់ទី1ទី2ដូចរបស់អស់នេះចឹងដូចសាប៊ូអីហ្នឹងអាហ្នឹងជាប្រចាំថ្ងៃវាចូលស្បែកយើងវាចូលតាមសរសៃឈាមរបស់យើងហើយបើតែយើងអត់ប្រយ័ត្នទេអាហ្នឹងវាកកើតវាមិនមែនតែមួយឆ្នាំវាមិនមែនមួយថ្ងៃកើតទេ5ឆ្នាំទៅមុខវាធ្វើឲ្យខ្លួនរបស់យើងវាប្រព័ន្ធភាពស៊ាំរបស់យើងវាអត់ល្អចាយើងតតែជួបរឿងមិនស្ដាយផងគាត់ឈឺហើយអ្នកទៅបងឈាមគាត់ទៅគ្រួសារខ្លួនឯងឈឺបានទៅបងឈាមចាត្រង់មុនបង្ការមុនការពារមុនហ្នឹងអត់ទៅយើងដូចខ្សោយខ្លាចបញ្ជុលទី1អ្នកខ្លះគាត់ថាគាត់ខ្លាចបញ្ជុលគាត់ខ្លាចឈាមគាត់ថាអត់ទៅបងឈាមនេះអ្នកខ្លះដល់ថ្នាក់គេថាបងឈាមទៅខ្មៅហើយចាស់ចឹងគេអត់បងឈាមទេ